រឿងដំបូងដែលក្មេងស្រីបានធ្វើបន្ទាប់ពីកើតជាថ្មីគឺគាត់លោតសម្លាប់ខ្លួនបើគាត់មិនដួលស្លាប់ទេបងប្រុសរបស់គាត់នឹងការរក្សាធននឹងធ្វើឲ្យខូចមុខមាត់បងប្រុសទី2របស់ខ្ញុំបងប្រុសទី3នឹងខ្មាស់អៀនខ្លាំងណាស់រហូតដល់ធ្វើអត្តឃាតហើយនៅទីបំផុតអ្នកស្នងមរតកคล้ายៗនឹងយកទៅទ្រព្យសម្បត្តិទាំងអស់របស់ឪពុកម្ដាយដើម្បីជួយសង្គ្រោះគ្រួសាររបស់គាត់បានឈប់គម្រោងរបស់អ្នកស្នងមរតកคล้ายៗក្មេងស្រីសូនខ្ញុំបានធ្វើដំណើរត្រឡប់ទៅអតីតកាលហើយបានជួបក្រុមគ្រួសាររបស់ខ្ញុំនៅថ្ងៃដំបូងរបស់នាងដឹងពីអ្វីដែលនឹងកើតឡើងអ្វីទាំងអស់ដែលបានកើតឡើងនាងបានយករបស់របរបន្ថែមចេញពីកាបូបសាលារបស់នាងលុយនេះមកពីអ្នកស្នងមរតកคล้ายៗថ្ងៃនេះខ្ញុំបានសូកប៉ាន់អ្នកថែទាំឲ្យអនុញ្ញាតឲ្យវាចូលទាំងអស់នោះគឺដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនាងពីបទលួចទុកឲ្យនាងទុកលុយឲ្យគ្រួសារអ្នកទៅធ្វើឲ្យមានចំណាប់អារម្មណ៍ដំបូងមិនល្អលើកនេះនាងសម្រេចចិត្តហើយថាអ្នកស្នងមរតកคล้ายៗគួរតែប្រយុទ្ធបានល្អគូយ៉ាងណាមិញពេលដែលម្ដាយរបស់នាងមកទទួលនាងពេលកូនស្រីត្រឡប់មកផ្ទះវិញម្ដាយបានសម្រេចចិត្តបង្វែរស្ថានភាពមកលើគាត់បានបើកកាបូបសាលារបស់ក្មេងស្រីនោះគ្មានលុយនៅខាងក្នុងទេមានតែសៀវភៅមួយក្បាលទេដែលពោពេញដោយការឈឺចាប់ក្នុងចិត្តកំណត់ហេតុប្រចាំថ្ងៃកូនស្រីរបស់ខ្ញុំបានលួចញ៉ាំខូឃីមួយខាំតូចបើអ្នកធ្វើវាអ្នកនឹងត្រូវគេវាយដំកំពុងមើលកូនស្រីខ្ញុំរងទុក្ខដោយអយុត្តិធម៌ច្រើនណាស់នាងបានបណ្ដេញអ្នកថែទាំចេញដោយកំហឹងផ្ទះកំភ្លៀងមួយហើយនរណាម្នាក់នឹងកំណត់ហេតុត្រូវបានបញ្ជូនទៅស្ថានីយ៍ប៉ូលីសរួមជាមួយកំណត់ហេតុលើកនេះក្មេងស្រីនោះសម្លឹងមើលរឿងនេះទាំងស្រុងការអភិវឌ្ឍក្រុងផ្សេងគ្នាមុខមាត់មួយរង្វង់នេះពោពេញដោយអារម្មណ៍ស្មោះស្ម័គ្ររបស់នាងក្រុមគ្រួសារអាជីវៈហើយបន្ទាប់មកឪពុកក៏បានមកដល់ពេលឮសំឡេងស្ត្រីនោះពាក្យសម្ដីដ៏ស្មោះស្ម័គ្ររបស់កូនប្រុសធ្វើឲ្យឪពុករំភើបចិត្តភ្លាមស្រឡាំងកាំងឈរនៅទីនោះនេះជាលើកដំបូងហើយដែលគាត់បានឃើញវាហេតុអ្វីបានជាកូនស្រីខ្ញុំមិនចូលចិត្តខ្ញុំប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់គឺគួរឲ្យភ័យខ្លាចពួកគេមិនហ៊ានរើទេដូច្នេះក្រុមគ្រួសារដោយមានក្តីសង្ឃឹមនៃការជាសះស្បើយដោយមានអារម្មណ៍ច្របូកច្របល់ខ្ញុំបានត្រឡប់ទៅវិឡាវិញទើបតែមកដល់ផ្ទះគំនិតខាងក្នុងរបស់ក្មេងស្រីលោកបានធ្វើទំនាយមួយទៀតមុនពេលពាក្យទាំងនោះមិនទាន់ចប់ផងបងប្រុសបានរត់ចេញមកហើយនិយាយថាឡើងកម្ដៅខ្លួនគាត់បានចាក់សោខ្លួនឯងនៅក្នុងបន្ទប់របស់គាត់ហើយបដិសេធមិនបរិភោគឬផឹកភេសជ្ជៈឥឡូវនេះសូម្បីតែឪពុករបស់គាត់ក៏ចាប់ផ្ដើមជឿដែរអារម្មណ៍ពិតរបស់កូនស្រីបងប្រុស3នាក់បានឈរនៅជុំវិញទ្វារខ្ញុំព្យាយាមបញ្ចុះបញ្ចូលនាងប៉ុន្តែភាពកក់ក្ដៅនៅខាងក្នុងប៉ុន្តែនាងបានយំដោយនិយាយថានាងបានលួចខ្ញុំបានជំនួសប្អូនស្រីរបស់ខ្ញុំហើយខ្ញុំខ្មាស់អៀនណាស់បើអ្នកឃើញនរណាម្នាក់អ្នកនឹងឃ្លានស្លាប់នៅពេលនេះពាក្យសម្ដីដ៏ស្មោះស្ម័គ្ររបស់ក្មេងស្រីនោះនៅដដែលអ្នកបានមកលេងហើយពេលនោះទើបបងប្រុសទាំង3របស់នាងដោយភ័យរន្ធត់យ៉ាងខ្លាំងពួកគេបានរកឃើញថាតាមពិតពួកគេបានខ្ញុំក៏អាចជឿសំឡេងបេះដូងប្អូនស្រីខ្ញុំដែរពេលឮដូច្នោះឪពុកក៏សម្រេចចិត្តភ្លាមមាននរណាម្នាក់បានបំបែកទ្វារហើយដោយផ្ទាល់លីងនួនកំពុងអង្គុយលើគ្រែប្រព្រឹត្តអំពើលោភលន់និងធ្វើជាសាក្សីនៃការភូតភរពេលបានលាតត្រដាងរួចនួនក៏ចាប់ផ្ដើមភ្លាមដើរតួជាជនរងគ្រោះពួកគេមិនដឹងទេថាយ៉ាន់ឈៀងយិនបានដឹងរួចទៅហើយទាំងអស់នេះបានអភិវឌ្ឍពេលឮដូច្នេះម្ដាយក៏ប្រញាប់ប្រញោលដើរទៅមុខភ្លាមដើម្បីពិនិត្យរបួសរបស់នួនបន្ទាប់ពីការទាញនិងទាញជាបន្តបន្ទាប់មេរៈបងរុំតែនោះត្រូវបានរហែកចេញដោយបង្ហាញផ្ទៃរលោងរបស់វាថ្មីស្រឡាងគ្មានស្នាមឆ្កូតសូម្បីតែមួយកន្លែងប្រឈមមុខនឹងការពិតដែលមិនអាចប្រកែកបានការពិតទាំងនោះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងទីបំផុតឪពុកក៏ខឹងសម្បាហើយបន្ទាប់មកនួនពេលប្អូនស្រីរបស់នាងត្រឡប់មកវិញបង្កភាពចលាចលពេញមួយថ្ងៃវាពិតជាពួកគេត្រូវបានគេបង្ខូចទ្រង់ទ្រាយរឿងកំប្លែងនេះទីបំផុតបានមកដល់ទីបញ្ចប់ហើយមិនយូរប៉ុន្មានក្រុមគ្រួសារបានមកដល់ភោជនីយដ្ឋាន
នៅក្នុងបន្ទប់បរិភោគអាហារបងប្រុសច្បងបានយកក្រដាសខ្មៅមួយសន្លឹកកាតនេះត្រូវបានផ្ដល់ឲ្យយិនឈៀងយិនដើម្បីឲ្យនាងចាយលុយតាមចិត្តនៅពេលនេះវេនឈៀនជីនសំឡេងបេះដូងបន្លឺឡើងម្ដងទៀតរយៈពេលមួយសប្តាហ៍ត្រឡប់មកវិញបន្ទាប់មកគឺបងប្រុសទីពីរគាត់នាងទើបតែណែនាំខ្លួននាងថាជាតារាភាពយន្តហើយស្ត្រីនោះសំឡេងខាងក្នុងរបស់កុមារចាប់ផ្ដើមលេចចេញមកម្ដងទៀតចង្អូបងប្រុសទីពីរមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់មុខរបស់គាត់ប្រែជាស្លេកស្លាំងភ្លាមដូចពណ៌ផែនដីដែលទីបំផុតវាដល់វេនទី3ហើយកាលពីជាតិមុនយាយគោបានលួចទិន្នន័យស្រាវជ្រាវរបស់បងទី3ឲ្យឥណ្ឌាក្លាយជាប្រភពនៃការលេចធ្លាយព័ត៌មានជាតិមនុស្សមានបាបដ៏សម្ងាត់ម្នាក់បងប្រុសទី3មានអារម្មណ៍ខ្មាស់អៀននិងស្ដាយក្រោយដោយមានអារម្មណ៍ថាខ្លួនបានធ្វើខុសដើម្បីជៀសវាងគ្រោះមហន្តរាយជាតិចាប់ពីកម្រិតខ្ពស់សិនឡុងបានធ្វើអត្តឃាតដោយលោតពីលើអគារហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយដែរធានសានគឺនឹងធ្វើសន្និសីទសារព័ត៌មានមួយកិច្ចប្រជុំនៅថ្ងៃនោះខ្ញុំពិតជាហៀបនឹងអភិវឌ្ឍខ្លួនការជួបប្រជុំគ្នានៃក្រណាត់ខ្ញុំអាចបាត់បង់វាបាននៅក្នុងជីវិតមុនទាំង9របស់ខ្ញុំបងប្រុសទី3ចុះអ្នកណាវិញឈៀវជាជួយសង្គ្រោះខ្ញុំមិនអីទេខ្ញុំហត់ហើយខ្ញុំបានរក្សាទុកវាហើយខ្ញុំបានរក្សាទុកវាមិនអីទេតោះញ៉ាំញ៉ាំឲ្យបានច្រើនទៀតឈៀវខេមកពេលឆ្នាំនេះបើយោងតាមចំនួនទាំង9មុនរឿងរ៉ាវបានលាតត្រដាងហើយយាយនីវបានឡើងទទួលបន្ទុកគាត់នឹងបញ្ឆោតខ្ញុំឲ្យទៅជាមួយគាត់នៅពេលក្រោយពួកគេបានកំណត់អត្តសញ្ញាណបន្ទប់នោះរួចដាក់ទោសខ្ញុំពីបទបំផ្លាញវាគាត់បានរើពាក្យសំខាន់បំផុតរបស់បងប្រុសទីពីររបស់គាត់យប់អាប់សៀវឈីទើបតែត្រឡប់មកវិញតើគាត់ដឹងដោយរបៀបណាសូមឲ្យខ្ញុំគូវាម្ដងទៀតក្រៅពីការសម្ដែងរឿងដែលបងប្រុសទីពីររបស់ខ្ញុំចូលចិត្តជាងគេគឺវានិយាយអំពីការគូររូបភាពទាំងនោះជាធម្មតាខ្ញុំមិនដែលប៉ះទឹកដោះគោឬទឹកដោះគោទេមិននិយាយពីថាគាត់អាចគូឡើងវិញបានទេពេលឆ្នាំនៃថ្ងៃលិចមិនអីទេទាំងនេះសុទ្ធតែជាឈីយីតូចខ្ញុំគិតថានួននឹងមិនធ្វើដូច្នោះទេណែខ្ញុំឆ្អែតហើយខ្ញុំទើបតែត្រឡប់មកវិញខ្ញុំមិនស្គាល់បន្ទប់របស់មនុស្សគ្រប់គ្នាទេមែនទេកក់ក្ដៅតើខ្ញុំអាចបង្ហាញអ្នកនៅជុំវិញបន្ទប់បានទេស្គាល់បន្ទប់ទេគំនិតខាងក្នុងរបស់ឈៀវឈីត្រូវបាននិយាយម្ដងទៀតខ្ញុំបានឈ្នះយោព្រមមកទីនេះទីបំផុតខ្ញុំអាចនិយាយអំពីវាដោយខ្លួនឯងបានគាត់បាននិយាយវាបងប្រុសទី3អ្នកពិតជាមនុស្សពូកែស្រាវជ្រាវមែនថ្ងៃពុធក្រោយគឺជាការបើកសម្ពោធរឿងនោះអ្វីសន្និសីទចេញផ្សាយលទ្ធផលស្រាវជ្រាវខ្ញុំគិតថាអ្នកទាំងអស់គ្នាជាអ្នកដែលបានប្រាប់គាត់ណែយើងក៏មិនដឹងដែរតើវាអាចទៅរួចទេដែលឈៀវខេបានកើតជាថ្មីដូច្នេះគាត់ដឹងពីអ្វីដែលហៀបនឹងកើតឡើងដូច្នេះយើងនឹងក្នុងមួយសប្តាហ៍ខ្ញុំនឹងជាប់គុកប្រសិនបើខ្ញុំខ្សែធនដូច្នេះ5ខ្ញុំនឹងត្រូវដុតដល់ដីម្ចាស់កត្រីដូច្នេះខ្ញុំនឹងនៅទីនោះនៅថ្ងៃពុធក្រោយព្រោះការរកឃើញស្រាវជ្រាវនឹងដោះស្រាយការធ្វើអត្តឃាតខ្ញុំនៅសល់តែ4ថ្ងៃទៀតប៉ុណ្ណោះដើម្បីរស់នៅវាទាំងអស់ជាកំហុសរបស់នួយងឿនប្រសិនបើអ្វីដែលឈៀវឈីនិយាយជាការពិតបន្ទាប់វ៉មនឹងខ្វក់មីឈៀវជាបានឆ្លើយទៅមកខ្ញុំបងស្រីតើអ្នកអាចបំផ្លាញកូនតូចនោះដោយរបៀបណាចុះក្រុមទី7វិញបងស្រីអ្នកបានទៅឆ្ងាយពេកហើយតើវាអាចផ្ទុយនឹងពាក្យសម្ដីរបស់បងប្រុសទី2របស់ខ្ញុំបានទេសៀវឈីមានរឿងអ្វីកើតឡើងខ្ញុំឆ្អែតពេកមិនអាចនិយាយបានបងប្រុសទី2បងស្រីទូចចង់ទៅរកអ្នកការលេងនៅក្នុងបន្ទប់និងបំផ្លាញរបស់ដែលអ្នកចូលចិត្តវីរបុរសនៃចានវិចិត្រករបង្ហាញឈៀវឈីទៅបន្ទប់នោះបំផ្លាញចោលពាក្យសម្ដីសំបីតែអ្វីដែលញួយងឿនបាននិយាយសៀវឈីដឹងអ្វីទាំងអស់ដែលនៅក្នុងចិត្តរបស់សៀវឈីមកចោះឲ្យព្យុះមកខំប្រឹងបន្ថែមទៀតសៀវឈីត្រៀមខ្លួនទៅបន្ទាប់
គ្រួសារទាំងមូលប្រាកដជានឹងក្រោកឈរឡើងពួកគេចង់ប្រើប្រាស់ខ្ញុំជាយិងបូជាដើម្បីកាន់ទុកការស្លាប់របស់បងប្រុសទី2របស់ខ្ញុំ184 00 05 55 051000006 100